សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Edufan Channel ថ្ងៃនេះយើងនឹងរៀនអំពី home ឬក៏ភាសាខ្មែរហៅថាផ្ទះអញ្ចឹងយើងនឹងរៀនអំពីទីកន្លែងនៅក្នុងផ្ទះពាក្យទី1គឺ living room មានន័យថាបន្ទប់ទទួលភ្ញៀវយើងអាចនិយាយថា my family watches TV in the living room គ្រួសាររបស់ខ្ញុំមើលទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវពាក្យបន្ទាប់គឺ bedroom បន្ទប់គេងឧទាហរណ៍ I sleep in my bedroom ខ្ញុំគេងនៅក្នុងបន្ទប់គេងរបស់ខ្ញុំពាក្យបន្ទាប់គឺ kitchen មានន័យថាផ្ទះបាយឧទាហរណ៍ my mother cooks in the kitchen ម្ដាយរបស់ខ្ញុំចម្អិនអាហារនៅក្នុងផ្ទះបាយពាក្យបន្ទាប់គឺ bathroom មានន័យថាបន្ទប់ទឹកឧទាហរណ៍ I wash my hands in the bathroom ខ្ញុំលាងដៃនៅក្នុងបន្ទប់ទឹកពាក្យបន្ទាប់គឺ dining room គឺកន្លែងយើងពិសាអាហារឧទាហរណ៍យើងអាចនិយាយថា we eat dinner in the dining room យើងញ៉ាំអាហារនៅកន្លែងពិសាអាហារនៅក្នុងផ្ទះពាក្យបន្ទាប់គឺ study room ឬក៏យើងអាចនិយាយថា study ក៏បានដែរមានន័យថាបន្ទប់សិក្សាឧទាហរណ៍យើងអាចនិយាយថា my sister studies in the study room ប្អូនស្រីរបស់ខ្ញុំកំពុងតែសិក្សានៅក្នុងបន្ទប់ពាក្យបន្ទាប់គឺ balcony មានន័យថាយ៉រមុខផ្ទះឧទាហរណ៍ I sit on the balcony every morning ខ្ញុំអង្គុយនៅលើយ៉រជារៀងរាល់ព្រឹកពាក្យបន្ទាប់គឺ laundry room បន្ទប់បោកគក់ឧទាហរណ៍យើងអាចនិយាយថា we wash clothes in the laundry room យើងបោកគក់សម្លៀកបំពាក់នៅក្នុងបន្ទប់បោកគក់ពាក្យបន្ទាប់គឺ garage មានន័យថាយានដ្ឋានឧទាហរណ៍យើងអាចនិយាយថា my father parks the car in the garage ឪពុករបស់ខ្ញុំបានចតឡាននៅក្នុងយានដ្ឋានពាក្យបន្ទាប់គឺ garden មានន័យថាសួនច្បារយើងអាចនិយាយថា there are many flowers in the garden មានផ្កាជាច្រើននៅក្នុងសួនច្បារអរគុណចំពោះការតាមដាន Thank you and see you in the next video. Don't forget to help like and subscribe.